ថ្ងៃនេះមកធ្វើឈ្មោះតកួនញ៉ាំមួយជូកដោអាំងបងប្អូនជូកដោនេះដែរអរគុណដល់ម្ចាស់ sponsor ចាគឺឲ្យខ្ញុំជាពិសេសហ្មងផ្ញើជូកឲ្យកូនញ៉ាំម្ដង4ឥឡូវកម្រែរាប់ច្រើនបងប្អូនមួយវិធីធ្វើឈ្មោះតកួនរបស់ខ្ញុំវិញណាសម្រាប់តកួនបងប្អូនចង់ដាក់តកួនចិនក៏បានចង់ដាក់តកួនខ្មែរក៏បានបងប្អូនដោយសារខ្ញុំមិនដែរធ្វើតកួនចិនអញ្ចឹងខ្ញុំចង់សាកល្បងធ្វើតកួនចិនអញ្ចឹងតកួននេះយើងបេះស្លឹកលាងទឹកវាស្អាតបងប្អូនខ្ញុំយកវាមកច្បាច់មួយអំបិលតទៅពីច្បាច់ចេញជាប់ខ្មៅអស់ហើយយើងយកវាទៅលាងទឹកឲ្យស្អាតបងប្អូនយើងលាងទឹកវាស្អាតទៅកុំឲ្យវាមានជាតិប្រៃហើយនិងជាតិខ្មៅចេញពីតកួនទៀតណាសម្រាប់គ្រឿងផ្សំដែលត្រូវយកមកជ្រក់តកួនមានដូចជាគល់លក្រៃខ្ទឹមសខ្ទឹមក្រហមហើយនិងម្ទេសខ្ញុំប្រើស្ករប្រហែលជា3លភាបងប្អូនប្រើម្សៅស៊ុបកន្លះលភាសម្រាប់តកួននេះវិញខ្ញុំប្រើ1គីឡូបងប្អូនតែដល់ពេលបេះស្លឹកបេះអីហើយទៅសល់ប្រហែលជាកន្លះគីឡូដោយសារតកួនចិនវាសម្បូរស្លឹកពេកអញ្ចឹងបងប្អូនសម្រាប់ក្រូចឆ្មាដាក់ក្នុងជ្រក់តកួននេះបងប្អូនខ្ញុំប្រើប្រហែលជា5ផ្លែបងប្អូនដោយសារខ្ញុំចូលចិត្តរៀងជូរហើយខ្ញុំចូលចិត្តរសជាតិរៀងដិតអញ្ចឹងបងប្អូនសិនជាបងប្អូនធ្វើញ៉ាំសាកល្បងខ្លួនឯងឯងបងប្អូនអាចបន្ថែមបន្ថយតាមចំណង់ចំណូលចិត្តរៀងខ្លួនអញ្ចឹងខ្ទឹមសខ្ទឹមក្រហមម្ទេសគល់លក្រៃនេះក៏ដូចគ្នាបងប្អូនអាចបន្ថែមបន្ថយតាមចំណង់ចំណូលចិត្តដូចគ្នាជ្រក់តកួននេះបងប្អូនអាចធ្វើភ្លាមញ៉ាំភ្លាមក៏បានបើសិនជាចង់ឆ្ងាញ់បងប្អូនអាចធ្វើមុន1ម៉ោងបានញ៉ាំកាន់តែឆ្ងាញ់ថែមទៀតយើងយកទៅដាក់ទូទឹកកកឲ្យត្រជាក់សិនណាយកចេញមកញ៉ាំមកស្រួយអូយអែមមែនតែនហ្មងបងប្អូនសាកសម័យមើលជ្រក់តកួនស្រួយជូអែមញ៉ាំមួយជូកដោអាំងស្រួយទៀតអូយកាន់តែឆ្ងាញ់កប់ស្រីហ្មង